ចាសួស្តីកូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាជាមួយនឹងវិញ្ញាសាគីមីត្រៀមប្រឡងឆមាសប្រឡងខែប្រឡងបាក់ឌុបចាសម្រាប់ថ្នាក់ទី12វិទ្យាសាស្ត្រចានេះជាវិញ្ញាសាទី1វិញ្ញាសាទី1មួយរងម៉ាំងគឺតកតងនឹងការកណនី pH នៃ solution នៅស្ថានភាព30អង្សាសេហើយនឹងការកណនីកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូតាម pH ចាលេខ2គឺហៅឈ្មោះអាមីននិងអេស្ទែលេខ3ស្មីការអេស្ទែហើយនឹងទង្វើអេស្ទែលេខ4តកតងទៅនឹងការគណនាកំហាប់ពេលលំនឹងគណនាថេរលំនឹងហើយនឹងព្យាករការរំកិលលំនឹងហើយលេខ5គឺទង្វើអេស្ទែវាប្រាប់ក្នុងបាតកម្មសេសមីការនិងគណនាទិន្នផលចាកូនសាកធ្វើទៅហើយបើអត់ចេះត្រង់ចំណុចណាយើងទៅមើលអត្រាកំណែទាំងអស់គ្នាចាលេខ1ដើម្បីគណនា pH របស់ solution នោះទី1គឺយើងត្រូវសេរូបមន្តការសិនការស្មើ E ទៅញោមគុណនឹង E តុកស៊ីតហើយយើងសរសេរថា solution នោះគឺមាន E ទៅញោមហើយ E តុកស៊ីតអញ្ចឹងយើងជំនួសចូលទៅយើងបានការស្មើ E ទៅញោមការ៉េយើងទីរក E ទៅញោមវិញស្មើរូបការហើយឬហ្នឹងគឺគេឲ្យតម្លៃមកអញ្ចឹងយើងរក E ទៅញោមឃើញពេលយើងរក E ទៅញោមឃើញយើងជួសជុលទៅ pH ស្មើដល់ logarit E ទៅញោមទៅយើងនឹងបានតម្លៃ pH នៅ30អង្សាសេគឺ 6.917 ចាហើយសំណួរខគេឲ្យ pH ហើយគេសួរឲ្យយើងគណនាកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមនិងអ៊ីត្រូស៊ីតអញ្ចឹងយើងប្រើរូបមន្ត pH មកដល់ logarit អ៊ីដ្រូញូមទីរកអ៊ីដ្រូញូមមក10ទៅគុណដល់ pH វិញហើយយើងជំនួសលេខទៅហើយពេលយើងឃើញលេខនេះវាជាលេខក្បៀស 7.52 អញ្ចឹងយើងទៅប្រកួតទៅ8បើ8យើងប្រកួតទៅ9ទៅបើ1ក្បៀសយើងប្រកួតទៅ2យើងទៅតមកយើងប្រកួតឡើងហើយយើងយកអាលេខដែលយើងប្រកួតឡើងនោះមកដកអាលេខដែល7.52ទៅយើងឃើញ0.48អញ្ចឹងគេនឹងឲ្យតម្លៃ10ផ្សេងគុណ48នេះប្រហែលចាគឺ3អញ្ចឹងតម្លៃហាប់អ៊ីញោមឃើញ3គុណគុណដក8ហើយយើងទៅរកអ៊ីតុកស៊ីតតាមការស្មើនឹងការចែកអ៊ីទៅញោមនឹងជំនួសលេខទៅបានចាប៉ុណ្ណឹងហើយចំនួន B ក្នុងនោះមាន A B គេសួរថាតើវាជាសូជងអាស៊ីតបាសឬក៏នឿតចា pH វាធំជាង 6.917 ដែលយើងរកឃើញជាសូជងនឿតហ្នឹងអញ្ចឹងវាជាសូជងបាសទៅមកហៅ2ហៅឈ្មោះសមាធាតុចានេះគឺជាអាមីនយើងហៅឈ្មោះងាយមុនយើងហៅខាងនេះកាបូន2ខាងនេះកាបូន3យើងចាត់ទុកថា2នេះងាយយើងហៅ អេទីលអញ្ចឹងហើយយើងបង់ n សិនអញ្ចឹងទៅជា n អេទីលហើយខាងនេះកាបូន3ប្រូពីលហើយភ្ជាប់នឹងឡាមីនចា n អេទីលប្រូពីលឡាមីនអានេះគឺអេស្ទែបើយើងសេ COO មកខាងនេះអានេះគឺជាផ្នែកអាស៊ីតនេះគឺជាផ្នែកអាល់កុលអញ្ចឹងយើងហៅផ្នែកអាល់កុលមុនគឺអេទីលអានេះកាបូន1អានេះ2ទៀត3អញ្ចឹងទៅជាអេទីលប្រូប៉ាណូអាតឬក៏ប្រូព្យូណាតទៅចានេះគឺជាអាមីតគឺយើងហៅផ្នែក air ខាងនេះមុនហើយអាជាប់ O ហៅតាមក្រោយចានេះគឺកាបូន2យើងហៅ N អេទីលនេះកាបូន2ដែរទៅជា A តាណាមីតចានេះ N អេទីលហើយនេះគឺបងសាមីតចាតមកយើងលេខ3ស្មីការតាំងបដកម្មអេស្ទែបូកអាមីញ៉ាយើងទទួលបានអាមីតហើយនឹងអាល់កុលចាយើងកាត់មកកណាត់ទុននេះមកហើយយើងដាក់ N ហា2ហើយមកកណាត់ C ហា3យើងថែម O ហាមកវាទៅជាអាល់កុលអានេះគឺអាល់ស៊ីលហ្វរូបូកអាល់កុលចាយើងទទួលបានអេស្ទែហើយនឹង HCl ចានឹងអេស្ទែគឺយើងកាត់ CH3 CO ឲ្យភ្ជាប់មួយ O មក CH2 CH3 អក្សរ H ជាមួយ Cl ភ្ជាប់គ្នាមកចាអញ្ចឹងអាស៊ីហ្វរូបូកអាល់កុលចេញអេស្ទែបូក HCl អ៊ីសេនហ្វរូចាលេខ4គេឲ្យអាសូតម៉ូណូអុកស៊ីត10ម៉ូលដាក់ក្នុងធុង2លីត្រហើយដុតវាតាមសមីការនេះហើយពេលលំនឹងគេទទួលបាន N2O នៅសល់ 2.2 ម៉ូលចាគេឲ្យយើងគណនាកំហាប់ N2 និង O2 ពេលលំនឹងអញ្ចឹងគេឲ្យម៉ូលដើមយើងរកកំហាប់ដើម
ចាហើយឲ្យមួយលំនឹងយកកំហាប់លំនឹងបន្ទាប់មកយើងធ្វើសមីការមុនពេលលំនឹងមកយើងដាក់ដើមប្រែប្រួលហើយនឹងលំនឹងយើងជំនួសលេខអាដើមមានដាក់លេខអាណាអត់ដាក់00បន្ទាប់មកនេះគេដាក់ពេលលំនឹងណាដែលយើងរកឃើញមកពេលលំនឹងយើងយកអាដើមដកលំនឹងយើងបានអាកន្លែងប្រែប្រួលបានយកអាកន្លែងប្រែប្រួលហ្នឹងមកដេញរកអាមកជួអង្គធាតុកកនេះចាចឹងអានេះមេគុណ2ដែរដូចគ្នាតែនេះមេគុណ1ចឹង1ចែកជា2ចាំគុណនេះឃើញ1.95ហើយពេលហ្នឹងនេះយើងបូកវិញមកឃើញប៉ុណ្ណឹងចឹងកំហាប់ហ្នឹងយើងទៅបានដៃប៉ុណ្នេះឯងចាបន្ទាប់មកគណនាថេវហ្នឹងគឺយើងយកខាងអង្គធាតុកកគុណបញ្ចូលគ្នាលើកជាស្វ័យគុណនៃមេគុណរបស់វាចាចឹងទៅជាកំហាប់ n2 ដូចជាការ៉េគុណនឹងកំហាប់ o2 ហើយចែកកំហាប់ n2o ដូចជាការ៉េយើងជំនួសលេខមកតម្លៃឃើញ 24.51 ចាគេសួរថាតើលំនឹងប្រែប្រួលដូចម្ដេចបើ n បើរំដោះ n ដើអញ្ចឹងយើងមើលសមីការយើង n ដើនៅខាងណា n ដើនៅខាងស្ដាំបើយើងរំដោះទៅខាងស្ដាំហ្នឹងកាន់ទៅទៀតអញ្ចឹងលំនឹងរំកិលមកស្ដាំទី b បន្ថែម o នៅខាងណាអូនៅខាងស្ដាំទៀតបើបន្ថែមខាងស្ដាំនឹងតឹងចឹងរត់ទៅឆ្វេងអញ្ចឹងកន្លែងបន្ថែមអូនឹងកលទៅឆ្វេងបង្កើតសីតុណ្ហភាពអញ្ចឹងយើងមើលទៀតសីតុណ្ហភាពឬក៏កម្ដៅនៅខាងណានៅខាងឆ្វេងបើយើងបង្កើតគឺខាងឆ្វេងតឹងអញ្ចឹងវារត់ទៅខាងដាំអញ្ចឹងយើងមើលចម្លើយយើងមកមកស្ដាំចាបន្ទាប់មកលេខ5គេឲ្យអាស៊ីតអេតាណូអិកជាមួយនឹងប្រូប៉ាន 2អុលគេឲ្យយើងតើបដកម្មនោះមានឈ្មោះអីចាបដកម្មនោះឈ្មោះថាអេស្ទែកម្មគឺជាបដកម្មរវាងអាស៊ីតនិងអាល់កុលបង្កើតអេស្ទែមានលក្ខណៈសម្គាល់ដូចជាបដកម្មកម្រិតចាបដកម្មមិនសពហ្នឹងគឺកម្រិតហ្នឹងបដកម្មយឺតនិងបដកម្មអាតេមិកចាតោះមកយើងសេសមីការអាស៊ីតអាស៊ីតេកបូកប្រូប៉ាន 2អុលយើងទទួលបានអ៊ីโซប្រូពីលអាសេតាតចាឬក៏1មេទីលអេទីលទៅនឹងទឹកអញ្ចឹងអេស្ទែទៅបានហ្នឹងឈ្មោះ1មេទីលអេទីលអេតាណូអាតឬក៏អ៊ីโซប្រូពីលអាសេតាតគឺបោកគណនាទិន្នផលបដកម្មយើងទៅរកម៉ូលអាស៊ីតតមកយើងរកម៉ូលអេស្ទែតាមរូបមន្ត AD ស្មើនឹងម៉ាស់ពិតគុណ100ចែកម៉ាស់តាមទិសដីយើងជំនួសម៉ូលក៏បានដែរស្មើម៉ូលពិតគុណនឹង100ចែកនឹងម៉ូលតាមទិសដីប៉ុន្តែម៉ូលតាមទិសដីស្មើម៉ូលអាស៊ីតចឹងយើងជំនួសឲ្យនេះដោយម៉ូលអាស៊ីតចាតោះមកយើងជំនួសលេខចូលទៅឃើញ60%ចាអញ្ចឹងមុននឹងកូនមើលចម្លើយកូនសាកធ្វើខ្លួនឯងហើយយើងទាញចម្លើយទាំងអស់គ្នាតើរបៀបធ្វើរបស់យើងត្រឹមត្រូវអត់ចាអញ្ចឹងយើងជួបគ្នានៅវិញ្ញាសាក្រោយទៀត